សំណួរទី4 They playing football every Sunday មានន័យថាពួកគេលេងបាល់ទាត់រៀងរាល់ថ្ងៃអាទិត្យចម្លើយ A play ចម្លើយ B plays ចម្លើយ C played ចម្លើយ D playing ចម្លើយត្រឹមត្រូវគឺ A play ហេតុអ្វីប្រើ play ប្រយោគនេះស្ថិតក្នុង present simple tense ព្រោះមានពាក្យ every Sunday រៀងរាល់ថ្ងៃអាទិត្យដែលបង្ហាញពីទម្លាប់ឬសកម្មភាពដែលកើតឡើងជាប្រចាំនៅក្នុង present simple I you we they បូកជាមួយនឹង verb 1ហៅថា base form he she it ក៏បូកជាមួយនឹង verb 1ដែរប៉ុន្តែកិរិយាសព្ទត្រូវថែម s ឬក៏ es subject នៅទីនេះគឺ they មានន័យថាពួកគេដូច្នេះត្រូវប្រើ play ហេតុអ្វីជម្រាបផ្សេងខុសចម្លើយ B plays play ថែម s ប្រើតែជាមួយ he she it ប៉ុណ្ណោះចម្លើយ C played played កន្លែងនេះជា past simple verb 2ប្រើសម្រាប់សកម្មភាពដែលបានកើតឡើងកាលពីអតីតកាលចម្លើយ D playing playing ជាទម្រង់ present continuous ដែលមានន័យថាកំពុងលេងតាមរូបមន្ត subject plus MSR plus verb ing ឧទាហរណ៍ថា they are playing football now មានន័យថាពួកគេកំពុងលេងបាល់ទាត់ឥឡូវនេះពន្លឺប្រឡងកាលណាបើឃើញពាក្យដូចជា every day every Sunday every week always usually often sometimes ភាគច្រើនគឺ present simple tense ហើយនេះក៏ជាច្បាប់មូលដ្ឋានសំខាន់ដែលឧស្សាហ៍ចេញក្នុង QCM